គួងមិនមែនគួងសាយ៉ក៏មិនមែនសាយ៉សម្រាប់ខ្ញុំក៏អត់ទាន់ដឹងថាត្រូវដាក់ឈ្មោះមុខម្ហូបនេះបែបណាដែរអញ្ចឹងមានតែបងអូនបើសិនជាបានមើលដល់ចប់ហើយចាំជួយដាក់ឈ្មោះមុខម្ហូបនេះឲ្យខ្ញុំផងណាព្រោះអានេះគឺខ្ញុំគិតច្នៃដោយខ្លួនឯងអ្វីដែលយើងមាននៅផ្ទះអញ្ចឹងណាតែជាដំបូងឡើយគឺយើងមកធ្វើឆាស្នូលសិនអញ្ចឹងយើងដំខ្ទឹមឲ្យវាម៉ត់តិចមកចាំយើងធ្វើការបំពងខ្ទឹមសិនណាចឹងខ្ទឹមមុននឹងយើងដាក់ចូលគឺយើងត្រូវដាក់ខ្លាញ់ឲ្យក្តៅសិនបានតែយើងដាក់ខ្ទឹមចូលទៅបំពងវាឈ្ងុយល្អណាចឹងនៅពេលដែលយើងបំពងខ្ទឹមឡើងជើងក្រងហើយចាំយើងដាក់សាច់ចូលចំពោះសាច់យើងចិញ្ច្រាំវាសិនយើងចិញ្ច្រាំវាឲ្យម៉ត់ល្អិតល្មមតាមអ្វីដែលយើងត្រូវការតែបើសិនជាបានម៉ត់ខ្លាំងតិចគឺវាល្អពេលដែលយើងបំពងទៅវាឆាប់ឆ្អិនអញ្ចឹងនៅពេលដែលសាច់យើងឆ្អិនបានខ្ទង់ 80% ចាំយើងដាក់គ្រឿងចូលអំបិលប៊ីចេងស្ករទឹកត្រីម្សៅរ៉ូឌីហើយការដាក់នេះគឺយើងដាក់ទៅតាមបរិមាណតិចតួចកុំដាក់ច្រើនពេកព្រោះដោយសារស្នូលនេះយើងអត់ត្រូវការប្រៃពេកទេតែប្រៃពេកគឺវាធ្វើឲ្យបាត់បង់រសជាតិណាអញ្ចឹងយើងដាក់តិចទៅហើយយើងភ្លក់មើលថាវារៀងមានជាតិប្រៃតិចល្មមហើយគឺបានហើយម្យ៉ាងទៀតក៏យើងអាចដាក់ទៅតាមចំណង់ចំណូលចិត្តរបស់យើងដែលយើងត្រូវការបានដែរអញ្ចឹងបន្ទាប់ពីសាច់ឆ្អិនយើងដាក់ត្រាវហើយនឹងការ៉ុតឈូសចូលហើយយើងឆាត្រឡប់វាធ្វើមិនឲ្យឆ្អិនសព្វល្អត្រាវផុសសិនចាំយើងដាក់ស្លឹកខ្ទឹមចូលរួចរាល់សម្រាប់ការធ្វើស្នូលឥឡូវយើងចូលមកដល់ការមូលវិញចំពោះការមូលនេះគឺខ្ញុំមូលជាមួយសបកណែមអ្នកខ្លះគេហៅសបកបាញ់ត្រាំងអញ្ចឹងរបៀបនៃការមូលគឺយើងដាក់ម្ដង3ស្លឹកណាប៉ុន្តែមកស្លឹកខាងក្រោមយើងអត់ចាំបាច់ជ្រលក់ទឹកទេយើងជ្រលក់ទឹកតែ2ស្លឹកខាងលើហើយយកមកដាក់ធ្លាប់លើគ្នាជា3ស្រទាប់នឹងមកសិមយើងដាក់សាច់ចូលអញ្ចឹងយើងអាចមូលជាមូលក៏បានមូលលក្ខណៈជាតប៉ែតក៏បានអញ្ចឹងខ្ញុំមូលលក្ខណៈជាតប៉ែតពេលដែលយើងដាក់វា3ស្លឹកបែបហ្នឹងគឺវាងាយស្រួលនៅក្នុងការបំពងធ្វើឲ្យការបំពងស្រួយល្អអញ្ចឹងសម្រាប់ការមូលបងអូនចង់បត់កតុយដូចខ្ញុំចេះក៏បានមិនចង់បត់ក៏បានដែរបើសិនជាករណីថាយើងមូលទៅមើលទៅវាអត់មានសាច់នៅខាងកតុយនឹងធ្លាយចេញអីអញ្ចឹងណាឬក៏យើងចង់សាច់យើងអាចមូលបែបណាក៏បានដែរទៅតាមចំណង់ចំណូលចិត្តរបស់បងអូនអញ្ចឹងណាអញ្ចឹងអានេះខ្ញុំមូលហើយគឺលក្ខណៈទ្រង់ទ្រាយបែបហ្នឹងអាខ្លះក៏ស្អាតអាខ្លះក៏មិនសូវស្អាតទេយើងចូលមកដល់ការបំពងវិញអញ្ចឹងសម្រាប់ការបំពងដាក់ខ្លាញ់ឲ្យក្តៅសិនចាំបងអូនដាក់ចូលបំពងណាហើយភ្លើងពេលបំពងគឺអត់ចាំបាច់ដាក់ខ្លាំងពេកទេព្រោះសបកណែមនេះវាអាចនឹងឆាប់ខ្លោចគឺយើងដាក់ភ្លើងល្មមទៅគឺវាស្រួយល្អដូចគ្នាបងអូនអាចដាក់ខ្លាញ់ច្រើនក៏បានអាចដាក់ខ្លាញ់តិចដូចខ្ញុំក៏បានអានេះវាតាមចំណង់ចំណូលចិត្តគ្រាន់តែវាជក់ខ្លាញ់បើសិនជាយើងដាក់ខ្លាញ់ច្រើនវាអាចនឹងរៀងជក់ខ្លាញ់តិចអញ្ចឹងពេលដែលឆ្អិនហើយខ្ញុំដាក់ក្តាស់ជូតមាត់ទ្រាប់ចឹងដើម្បីឲ្យវាបឺតយកខ្លាញ់ខ្លះកុំឲ្យនៅសល់ខ្លាញ់ជាប់វាច្រើនពេកវារៀងទលាន់យើងពិបាកក្នុងការញ៉ាំណាចឹងបងអូនអាចមើលផ្នែកខាងក្នុងវាបាននិយាយទៅគឺវាស្រួយឆ្ងាញ់មែនតើអានេះកាត់វារៀងក្តៅបន្តិចណាហើយបងអូនក៏អាចធ្វើទឹកជ្រលក់បន្ថែមបានដែរបើសិនជាបងអូនត្រូវការទឹកជ្រលក់យើងធ្វើស្តៀងជាមួយនឹងទឹកជ្រលក់បាញ់ឆាវក៏បានដែរតែសម្រាប់ខ្ញុំធ្វើស្នូលល្មមហើយអញ្ចឹងខ្ញុំអត់បានធ្វើទឹកជ្រលក់បន្ថែមទៀតទេ